ตาរដ្ឋាភិបាលសម្ដេចតេជោក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតើយើងចាំបាច់បំផុសតើយើងបំផុសធ្វើអីទេអត់ទេអ្វីដែលយើងធ្វើគ្រាន់តែបំពេញភារកិច្ចរបស់យើងដឹកនាំតែប៉ុណ្ណឹងដឹកនាំប្រទេសមួយដាក់ចេញគោលនយោបាយប្រទេសមួយគោលដៅវិធានការប្រទេសមួយដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងដើម្បីការពារផលប្រយោជន៍ឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះយើងធ្វើតែប៉ុណ្្នឹងចលនាជាតិនិយមរបស់ខ្មែរចេញមកក្រោយរាជរដ្ឋាភិបាលវាតែប៉ុណ្្នឹងបាទរាជរដ្ឋាភិបាលមិនបានទៅបង្កើតព័ត៌មានคล้ายៗទៅបន្ទោសទៅដុតស្អីនោះទេប៉ុន្តែភ្លើងវាឆេះយើងខំទប់កុំឲ្យវាឆេះផ្ទះតែដល់បន្ទាត់មួយបន្ទាត់នៅពេលដែលអ្នកឯងចាប់ផ្ដើមប្រើកម្លាំងតមទ័ពនៅមិននៅចូលមកបាញ់របស់យើងនេះហើយជាបន្ទាត់ក្រហម